សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមស្វាគមន៍ប្រិយមិត្តមកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដែលអាចជួយឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងកម្មវិធីថ្ងៃនេះនឹងផ្ដោតលើការបង្កើតមនុស្សនិងគោលបំណងរបស់ព្រះការបង្កើតមនុស្សគឺជាប្រធានបទដ៏ស្រស់ស្អាតនិងជ្រាលជ្រៅបំផុតក្នុងព្រះគម្ពីរវាមិនត្រឹមតែប្រាប់យើងពីទីកន្លែងដែលយើងចេញមកប៉ុណ្ណោះទេប៉ុន្តែក៏ប្រាប់ពីមូលហេតុដែលយើងមានជីវិតនិងគោលបំណងដែលយើងរស់នៅលើផែនដីនេះផងដែរនៅពេលដែលយើងពិនិត្យមើលការបង្កើតមនុស្សចេញពីព្រះបន្ទូលរបស់ព្រះយើងឃើញសាច់រឿងនៃសេចក្តីស្រឡាញ់ចេតនានិងគោលបំណងរបស់ព្រះដូច្នេះការចូលរួមដោយផ្ទាល់របស់ព្រះក្នុងការបង្កើតមនុស្សខុសពីការបង្កើតផ្សេងទៀតដែលព្រះមានបន្ទូលឲ្យកើតឡើងមនុស្សលោកត្រូវបានបង្កើតនៅក្នុងរបៀបមួយផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅព្រះគម្ពីរបានចែងថាព្រះមានព្រះបន្ទូលចូលយើងបង្កើតមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើងហើយចូលឲ្យគេមានអំណាចលើត្រីសមុទ្រលើសត្វលើអាកាសហើយសត្វជើង4និងលើផែនដីទាំងមូលព្រមទាំងសត្វវាលូនដែលវានៅលើផែនដីផងគឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯងព្រះអង្គបានបង្កើតគេជាប្រុសជាស្រីព្រះគម្ពីរលោកុបាទចំពុក1ខ26ដល់27បទគម្ពីរនេះបើកសម្ដែងអំពីអ្វីមួយដ៏អស្ចារ្យព្រះមិនត្រឹមតែបង្កើតមនុស្សជាផ្នែកមួយនៃធម្មព្រះមិនត្រឹមតែបង្កើតមនុស្សមកជាផ្នែកមួយទៀតនៃធម្មជាតិប៉ុណ្ណោះទេប៉ុន្តែក៏បានបង្កើតមនុស្សមកក្នុងរូបអង្គព្រះអង្គទ្រង់ផងដែរប៉ុន្តែក៏បានបង្កើតមនុស្សមកនៅក្នុងរូបអង្គរបស់ទ្រង់ផងដែរនេះមានន័យថាយើងឆ្លុះបញ្ចាំងពីធម្មជាតិរបស់ព្រះពីភាពច្នៃប្រឌិតរបស់ទ្រង់ពីសមត្ថភាពខាងសិលធម៌សមត្ថភាពក្នុងការស្រឡាញ់និងបំណងសម្រាប់ទំនាក់ទំនងខ្យល់ដង្ហើមនៃជីវិតនៅក្នុងគម្ពីរលោកុបាទយើងកាន់តែលម្អិតអំពីរបៀបដែលព្រះបានបង្កើតមនុស្សព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដីមកសូនធ្វើជាមនុស្សហើយព្រះអង្គបានផ្លុំខ្យល់ដកដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះរបស់គេនោះមនុស្សក៏មានជីវិតរស់ឡើងព្រះគម្ពីរលោកុបាទចំពុក2ខ7ខគម្ពីរនេះបង្ហាញអំពីរូបភាពដ៏ស្និទ្ធស្នាលមួយព្រះបានសូនមនុស្សដំបូងឈ្មោះអាដាមជាមួយព្រះハរតីទ្រង់ចេញពីធូលីដីប៉ុន្តែអាដាមមិនគ្រាន់តែជារាជរបស់ទ្រង់មួយប៉ុណ្ណោះទេព្រះអង្គបានផ្លុំខ្យល់ដង្ហើមរបស់ទ្រង់ផ្ទាល់ចូលទៅក្នុងគាត់ហើយផ្ដល់ឲ្យគាត់មានជីវិតខ្យល់ដង្ហើមនោះបង្ហាញពីវិញ្ញាណជាកម្លាំងជីវិតដែលញែកមនុស្សចេញពីភាវៈមានជីវិតផ្សេងទៀតនេះបង្ហាញថាយើងមិនត្រឹមតែមានរូបរាងកាយប៉ុណ្ណោះទេប៉ុន្តែក៏មានវិញ្ញាណផងដែរដែលមានន័យថាយើងត្រូវរស់នៅក្នុងការប្រកបគ្នាជាមួយព្រះអធិការរបស់យើងគោលបំណងរបស់មនុស្សទំនាក់ទំនងនិងភាពជាអ្នករ៉ាប់រងតាំងពីដើមដំបូងមកព្រះបានប្រទានគោលបំណងដល់អាដាមព្រះបានដាក់គាត់នៅក្នុងសួនអេដែនដើម្បីមើលថែសួននោះមនុស្សលោកបានទទួលសិទ្ធិអំណាចគ្រប់គ្រាន់នៅលើផែនដីគ្រប់គ្រងលើអ្វីដែលទ្រង់បានបង្កើតមិនមែនដើម្បីកេងប្រវ័ញ្ចនោះទេប៉ុន្តែដើម្បីមើលថែផែនដីក្នុងនាមជាអ្នករ៉ាប់រងរបស់សពសារពើដែលទ្រង់ផ្ដល់ឲ្យព្រះគម្ពីរលោកុបាទចំពុក1ខ26ដល់ខ27ជាងនេះទៅទៀតមនុស្សត្រូវបានបង្កើតមកដើម្បីមានទំនាក់ទំនងជាមួយព្រះជាម្ចាស់និងជាមួយគ្នាទៅវិញទៅមកនៅពេលដែលទ្រង់ទតឃើញថាអាដាមនៅម្នាក់ឯង
ព្រះអង្គបានប្រកាសថាដែលមនុស្សប្រុសនៅតែម្នាក់ឯងមិនស្រួលទេយើងនឹងបង្កើតអ្នកជំនួយឲ្យបានជាគ្នាព្រះគម្ពីរលោកុបាទចំពុក2ខ18ព្រះបានបង្កើតស្ត្រីម្នាក់ដែលមានឈ្មោះថាអេវ៉ានេះមិនមែនជារឿងចៃដន្យទេបងប្អូនប៉ុន្តែជាការសម្រេចតាមចេតនារបស់ព្រះសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងនិងសេចក្តីស្រឡាញ់របស់មនុស្សការធ្លាក់ចុះនិងសេចក្តីសន្យាអំពីការប្រោសលោះគួរឲ្យសោកស្ដាយអំពើបាបបានចូលក្នុងផែនដីបានចូលក្នុងពិភពលោកនៅពេលដែលអាដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះរូបភាពរបស់ព្រះនៅក្នុងមនុស្សត្រូវបានលុបបំបាត់ប៉ុន្តែត្រូវបានសៅហ្មងដោយអំពើបាបទៅវិញទោះបីនៅក្នុងគ្រាដ៏បរាជ័យនោះក៏ដោយក៏ផែនការរបស់ព្រះសម្រាប់ការប្រោសលោះបានកំពុងតែធ្វើចលនាដែរព្រះបន្ទូលរបស់ព្រះចែងតាក់ទងនឹងសេចក្តីសន្យារបស់ទ្រង់ពីដំបូងតាក់ទងនឹងព្រះសង្គ្រោះយើងនឹងធ្វើឲ្យឯងនិងស្ត្រីព្រមទាំងពូជឯងនិងពូជនាងคล้ายជាសត្រូវគ្នាពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងពូជនាងព្រះគម្ពីរលោកុបាទចំពុក3ខ15នេះគឺជាសេចក្តីទំនាយមួយអំពីព្រះយេស៊ូវគ្រីស្ទដែលនឹងយាងមកនៅថ្ងៃណាមួយដើម្បីស្ដារអ្វីៗដែលបាត់បង់នៅក្នុងសួនតាមរយៈព្រះជន្មការសគត់និងការរស់ឡើងវិញរបស់ទ្រង់ព្រះយេស៊ូវបានរៀបចំផ្លូវមួយសម្រាប់មនុស្សលោកដើម្បីត្រូវរើជាមួយនឹងព្រះឡើងវិញហើយយើងទាំងអស់គ្នាត្រូវបានស្ដារឲ្យមានទំនាក់ទំនងយ៉ាងពេញលេញជាមួយទ្រង់អ្វីជាអត្តសញ្ញាណរបស់យើងនៅក្នុងព្រះគ្រីស្ទព្រោះតែព្រះយេស៊ូវយើងអាចរស់នៅតាមព្រះハរតីរបស់ព្រះជាថ្មីម្ដងទៀតព្រះគម្ពីរចែងថាដូច្នេះបើអ្នកណានៅក្នុងព្រះគ្រីស្ទនោះកើតជាថ្មីហើយអ្វីដែលចាស់បានកន្លងផុតទៅមើលអ្វីទាំងអស់បានត្រឡប់ជាថ្មីវិញព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក5ខ17ការបង្កើតមនុស្សមិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណរបស់យើងផងដែរយើងទាំងអស់គ្នាត្រូវបានបង្កើតមកក្នុងរូបអង្គនៃព្រះជប់សូន្យដោយព្រះហស្ថទ្រង់និងទទួលបានជីវិតដោយខ្យល់ដកដង្ហើមទ្រង់ទោះបីជាអំពើបាបបានផ្ដាច់ទំនាក់ទំនងរបស់យើងជាមួយទ្រង់ក៏ដោយក៏ព្រះយេស៊ូវបានរៀបចំផ្លូវមួយសម្រាប់យើងទាំងអស់គ្នាដើម្បីស្ដារទំនាក់ទំនងជាថ្មីដែរដូច្នេះនៅពេលយើងសួរថាហេតុអ្វីបានជាយើងរស់នៅលើផែនដីនេះចម្លើយដ៏សាមញ្ញគឺថាយើងត្រូវបានបង្កើតមកដើម្បីស្គាល់ស្រឡាញ់និងថ្វាយសិរីល្អដល់ព្រះជាម្ចាស់នេះជាសាច់រឿងអំពីការបង្កើតមនុស្សលោកយើងហើយក៏ជាសាច់រឿងអំពីការប្រោះលោះរបស់យើងផងដែរខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់នៅតែបន្តស្ដាប់កម្មវិធីចម្លើយជីវិតជារៀងរាល់ថ្ងៃនៃជីវិតរបស់អ្នកហើយសូមចាំថាព្រះជាម្ចាស់ស្រឡាញ់អ្នក